ជំរាបសួរបងប្អូនអរគ្នាបាទអញ្ចឹងថ្ងៃនេះគឺយើងត្រឡប់មកកាន់នៅថ្នាក់រៀនភាសាអង់គ្លេស level 4ជាមួយគ្នាបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពី grammar reflexive pronouns បាទយើងរៀនតាក់ទងអំពីវេយ្យាករណ៍គឺសព្វនាមឆ្លុះបញ្ចាំងពាក្យថា reflexive ហ្នឹងគឺសំដៅទៅលើការឆ្លុះបញ្ចាំងហើយ pronoun ហ្នឹងគឺជាសព្វនាមប្រហែលជាទាំងអស់គ្នាធ្លាប់បានដឹងហើយពីសព្វនាមទាំង7របស់យើងអញ្ចឹងថ្ងៃនេះយើងមកបូកបញ្ចូលសព្វនាមជាមួយនឹងពាក្យថាឆ្លុះបញ្ចាំងបាទចង់ដឹងថាវាយ៉ាងម៉េចឥឡូវយើងនៅតាមដានពីរបៀបប្រើប្រាស់ក៏ដូចជាឧទាហរណ៍ផងដែរបាទអញ្ចឹងតាក់ទងទៅនឹងនេះគឺ teacher បែងចែកវាជាពីរផ្នែកផ្នែកទី1គឺបាទ use reflexive pronouns when the subject and object of a sentence refer to the same person or thing បាទអាហ្នឹងគឺយើងនិយាយមានន័យថាបាទយើងប្រើប្រាស់នៅ reflexive pronoun ឬក៏សព្វនាមឆ្លុះបញ្ចាំងបាទអញ្ចឹងធម្មតា teacher លើកទឹកចិត្តឲ្យយើងនិយាយជាអង់គ្លេសហ្មងទៅបាទយើងប្រើនៅ reflexive pronoun ហ្នឹងដើម្បីនៅពេលសំទោសនៅពេលsubject ជាប្រធានបាទប្រធានហើយនឹងកម្មបត្តិប្រធាននិងកម្មបត្តិនៃល្បះមួយគឺវាបាទវាស្ថិតនៅក្នុងបាទភាពតែមួយឬក៏របស់នឹងតែមួយដូចគ្នាបាទនិយាយទៅគឺអាហ្នឹងវាឆ្លោះបញ្ចាំងពីខ្លួនឯងទៅកាន់អ្វីមួយដែលកើតឡើងលើខ្លួនឯងនេះគឺយើងនិយាយដោយឲ្យស្រួលយល់បាទអញ្ចឹងគឺវាមានភាពប្រើប្រាស់របស់វាគឺបែបហ្នឹងឥឡូវយើងមើលជាមួយឧទាហរណ៍ I hurt myself at work បាទ I hurt myself at work អញ្ចឹងពាក្យថា myself ហ្នឹងគឺជាខ្លួនយើងមានន័យថាខ្ញុំបានធ្វើឲ្យខ្លួនយើងឈឺចាប់នៅកន្លែងការងារឬមួយក៏យើងធ្វើការងារធ្វើស្រាប់តែធ្លាក់អីត្រូវជើងយើងមួយត្រូវដៃយើងអាហ្នឹងហើយគឺសំដៅទៅលើការដែលធ្វើឲ្យខ្លួនឯងឈឺបាទដោយវាគ្មានអចេតនាមិនមានន័យថាយើងទៅបាញ់ឈឺខ្លួនឯងណាបាទកន្លែងហ្នឹងគឺយើងបាទមិនពាក្យថា hurt ហ្នឹងខ្ញុំធ្វើឲ្យខ្លួនឯងឈឺចាប់ទេមានន័យថាយើងត្រូវរបួសអីណាមួយបាទកំឡុងពេលដែលនៅកន្លែងធ្វើការងារអញ្ចឹងអាចជាខ្លួនយើងហើយយើងជាអ្នកធ្វើខ្លួនយើងអាហ្នឹងហើយគឺការឆ្លុះបញ្ចាំងអំពីខ្លួនយើងឬក៏របស់អីមួយឧទាហរណ៍ទី2 he taught himself to play golf បាទគាត់បង្រៀនខ្លួនគាត់បាទខ្លួនគាត់ពីរបៀបលេងវាយកូនហ្គោលបាទវាយកូនហ្គោល golf ហ្នឹងកីឡាវាយកូនហ្គោលបាទអញ្ចឹងខ្លួនគាត់ជាអ្នកដែលបង្រៀនខ្លួនគាត់បាទពីរបៀបដែលលេងវាយកូនហ្គោលនឹងឯងទី3 they consider themselves brave បាទពួកគេគឺធ្វើឲ្យខ្លួនគាត់ហ្នឹងមានភាពក្លាហានបាទ consider ហ្នឹងពិចារណាឬក៏មួយទៀតចាត់ទុកខ្លួនគាត់ហ្នឹងបាទជាមនុស្សដែលមានភាពក្លាហានបាទ themselves អញ្ចឹងយើងមើលកន្លែងខុសប្លែកគ្នាបន្តិចគឺកន្លែងនេះគឺ self គឺវាខុសពី self នៅកន្លែងនេះបាទមូលហេតុនោះគឺដោយសារតែ him my គឺជាខ្លួនតែមួយបាទ him ហ្នឹងវាមកពី he ហ្នឹងគឺមានតែមួយទេគាត់ my មកពីពាក្យថា me ឬក៏ I អញ្ចឹងមានតែមួយទេដល់ពេល them គឺបាទមនុស្សច្រើនបាទធម្មតាទៅចាប់ពី2ឡើងទៅទើបយើងអាចរាប់ថាពួកគេបានបាទពួកគេបានអញ្ចឹងទើបបានជាកន្លែង self នេះគឺវាបាទវាខុសប្លែកពីកន្លែង self myself himself herself បាទតោះអញ្ចឹងយើងចូលដល់ផ្នែកទី2 by with a reflexive pronoun means alone បាទ by ដែលយើងបូកផ្សំជាមួយនឹងreflexive pronoun ដែលសំដៅទៅលើឬក៏មានន័យថាធ្វើអីមួយតែឯងបាទ alone ធ្វើអីមួយតែឯងឬក៏ឯកាអញ្ចឹងយើងមើលឧទាហរណ៍ទី1 she traveled by herself to the United States គាត់ធ្វើដំណើរដោយខ្លួនសំទោសនាងបាទនាងធ្វើដំណើរដោយខ្លួននាងបាទទៅកាន់សហរដ្ឋអាមេរិកបាទមិនមែនមានន័យថាគាត់ទៅដោយខ្លួនគាត់ដោយដូចថាធម្មតាទៅយើងជិះយន្តហោះហើយបាទជិះយន្តហោះជិះអីមានន័យថាគាត់រត់ដោយខ្លួនឯងរត់ឯកសារធ្វើប៉ាសពតធ្វើនេះធ្វើនោះគឺគាត់ធ្វើដោយខ្លួនឯងសុទ្ធសាធបាទគាត់ទៅតែឯងទៅដោយខ្លួនឯងអញ្ចឹងកន្លែងហ្នឹងគឺបាទ
ដែលយើងប្រើមានន័យទៅលើភាពដែលធ្វើអីមួយតែឯង Do you like to practice with another person or by yourself តើអ្នកចង់អនុវត្តវាបាទជាមួយអ្នកផ្សេងទៀតទេឬក៏បាទតែខ្លួនឯងតែខ្លួនអ្នកតែឯងបាទចានេះជារបស់សំណួរដូចឧទាហរណ៍ថាយើងវឹកហាត់តន្ត្រីចុះបាទធម្មតាតន្ត្រីមានស្គរមាន keyboard មានហ្គីតាមានរបស់ផ្សេងដូចជា violon អីផ្សេងទៀតច្រើនអញ្ចឹងថ្ងៃគេសួរតើចង់ហាត់មួយគេផ្សេងអត់ឬក៏ហាត់តែឯងបាទអញ្ចឹងអត្ថន័យសំណួរនេះគឺវាមានន័យបែបនេះអញ្ចឹងបន្ថែមពីលើនឹងទៀត teacher ក៏បានបែងចែកបាទអំពី personal pronoun បាទនេះដូចជាការរំលឹកហើយនេះគឺជាបាទថ្មីបាទនេះជា reflexive pronoun ដែលមានថ្មីរបស់យើងនេះអញ្ចឹង personal pronoun ដែលយើងនិយាយពីសព្វនាមមនុស្សឬក៏សព្វនាមបរិស័ទបាទមានដូចជា I you he she it we you they បាទខុសផ្នែកអីបាទយើងឃើញ you មាន2បាទ you មាន2កន្លែងនេះគឺខុសគ្នាមិនមែនតែមួយទេ you ទី1នេះគឺគេហៅថា you singular បាទ you ពហុវចនសំទោស you ឯកវចនៈបាទមានតែមួយដល់ you ខាងក្រោមនេះគឺជា you plural ដែល you នឹងបកប្រែថាពួកអ្នកបាទពួកអ្នកដូច teacher ជាអ្នកនិយាយពួកអ្នកទាំងអស់គ្នាដូចថា teacher និយាយទៅកាន់បងប្អូនដែលជាសិស្សសានុសិស្សទាំងអស់ពួកអ្នកទាំងអស់គ្នាត្រូវតែអីបាទត្រូវតែយកដបទឹកមករាល់ថ្ងៃបាទអញ្ចឹងកន្លែងនេះគឺ teacher និយាយទៅកាន់ you ទាំងអស់គ្នាដែលជា plural ដល់ពេល you កន្លែងនេះគឺ teacher ប្រស័យតាក់ទងជាមួយមួយទល់នឹងមួយwhat's your name how are you សុខសប្បាយអត់មាន teacher សួរតែប្អូនណាតែម្នាក់ទេអាហ្នឹងជា you singular តោះឥឡូវយើងមើលមកកាន់ reflexive pronoun បាទដូចជា myself yourself himself herself itself ourselves yourselves themselves បាទអញ្ចឹងខុសប្លែកគ្នាកន្លែង plural ទាំង3ក្រោមនេះបាទខ្លួនរបស់ពួកយើងបាទខ្លួនរបស់ពួកអ្នកខ្លួនរបស់ពួកគេបាទខ្លួនវាខ្លួននាងខ្លួនគាត់ខ្លួនអ្នកខ្លួនខ្ញុំបាទអញ្ចឹងsingular គឺវា self គឺយើងសរសេរបែបនេះដល់ជា plural គឺយើងសរសេរបែបនេះវិញបាទអរគុណច្រើនទាំងអស់គ្នាសម្រាប់ការដែលចំណាយពេលក្នុងការដែលតាមដានជាមួយមេរៀនរបស់យើងអំពី reflexive pronoun សង្ឃឹមថាបងប្អូននឹងចេះនៅមេរៀននេះហើយជួបគ្នាវីដេអូក្រោយទីជឿនឹងមានមេរៀនដើម្បីបន្តក្នុងការដែលចែករំលែកជូនបងប្អូនទៀតអរគុណច្រើនសូមព្រះប្រទានពរ